ពេលវេលាកន្លងទៅពីមួយពេលទៅមួយពេលផ្ទៃមេឃក៏ចាប់ងងឹតរាត្រីចរក៏បានចូលមកបំពេផែនដីសាជាថ្មីមិត្តទាំងពីររបស់ខ្ញុំក៏កំពុងតែមើលនៅមេរៀនរំលឹកនៅរំហាត់ដែលខ្លួនបានធ្លាប់រៀនវាខុសអីតែពីខ្ញុំដែលចិត្តកំពុងតែនឹកគិតទៅដល់នារីចៅលោកយាយកាលពីទៀបភ្លឺលុបដែលបានឃើញត្រឹមតែស្រមោលតាមបង្អួចខ្ញុំក៏កើតកូនចិត្តមួយភ្លាមថានឹងទៅលួចមើលនាងម្ដងទៀតឲ្យអស់ចិត្តដំណើរដើរតិចតិចកាត់នៅកូនស្ពានតូចក្នុងដៃក៏មិនភ្លេចដែរនៅបញ្ញាឲ្យអាឡអិតទាំងពីរដែលកំពុងតែប្រឡែងគ្នានៅកន្លែងដដែលគ្រាន់តែឃើញខ្ញុំភ្លាមវាធ្វើរឹកវាហាក់សប្បាយណាស់លោតផងរត់ផងមករកខ្ញុំតែតាមពិតមើលទៅវាមិនមែនជានឹកអ្វីនោះទេប្រហែលមកពីវាទ្រាំពុំបានដោយសារឃើញនៅការ៉ុតលឿងល្អៗក្នុងដៃរបស់ខ្ញុំនេះឯងដោយដឹងចិត្តពួកវាខ្ញុំក៏ទម្លាក់ឲ្យទៅហើយក៏ដូចរត់ដល់ពួកវាដណ្ដើមគ្នាក៏កេរស៊ីធ្វើមិនដឹងមើលទៅពួកវាគួរឲ្យស្រឡាញ់ណាស់ទឹកអូរដែលហូរតិចតិចចាំងពព្រិចដោយពន្លឺចន្ទ្រាខ្ញុំសម្លឹងមើលទៅយ៉ាងយូរដោយក្តីសង្ឃឹមថានឹងបានឃើញភក្ត្រចៅរបស់លោកយាយប្រហែលពេលយកបាតនេះនាងមិនលៀបភក់ឬក៏ភៀវនោះទេឈរចាំនៅក្រោមដើមត្របែកយូរណាស់ដែររហូតទាល់តែចន្ទ្រាយាងយាត្រាសឹងផុតកំពូលភ្នំទៅហើយខណៈនោះស្បៃបងអួចក៏បានរបាត់ឡើងបង្ហាញនៅផ្ទៃមុខដ៏សែនល្អរបស់នាងចេញមកសឹងភ្លឹកស្មារតីនាងស្អាតណាស់ស្អាតប្លែកខុសពីពេលដែលបានជួបកាលពីព្រឹកទាំងស្រុងតែទឹកមុខស្រីប្រកបទៅដោយទុកក្រៀមក្រំណាស់កើភ្នែកថ្លាយំមើលទៅដូចជាកំពុងតែស្រក់ទឹកនេត្រាផងស្រីយកដៃទៅផ្ដិតជូរចេញហើយសម្លឹងមើលទៅព្រះច័ន្ទដែលកំពុងតែធ្វើដំណើរដែលមានតារាអមនាងសម្លឹងមើលមួយសន្ទុះក៏បិទស្បែកវាំងននបាត់ទៅបន្សល់នៅតែក្លិនកាយក្រអូបឈួលមកតាមខ្យល់អើភារីស្រីរំសត់តើនាងមានទុកយ៉ាងណាទៅសំបីតែសម្រាប់ខ្លួនក៏នាងលាក់បាំងស្រមោលអតីតកាលរបស់នាងប្រហែលជានៅតាមបន្លាចនាងរហូតហើយខ្ញុំគិតហើយក៏ដើរត្រឡប់មកវិញក៏ប្រទះនៅពីរនាក់ដែលកំពុងតែចាំផ្លូវនៅលើផ្ទះវាសួរមកខ្ញុំដោយឆ្ងល់ថាភារិតឯងទៅណាទាំងកណ្ដាលយប់មិនខ្លាចមានរឿងទេអីខ្ញុំរកលេសតបទៅពួកវាវិញយ៉ាងសំទំនងដើម្បីកុំឲ្យពួកវាចាប់ថ្នាក់បានថាទៅលួចមើលចៅក្រមុំលោកយាយគឺគ្នាទៅមើលដីខាងក្រោយផ្ទះគិតថានឹងចង់នាំពួកឯងជីកូនស្រះមួយទុកក្រមចិញ្ចឹមត្រីគ្រាន់លក់បន្ធូរបន្ថយការចំណាយរបស់យើងពួកឯងគិតយ៉ាងម៉េចពួកវាយកដៃទៅអង្អែលចង្ការហើយក៏តបវិញមានអីល្អតានៅជាប់ដៃអូស្រាប់ទឹកក៏មានគ្រប់គ្រាន់ល្មមអាចនឹងចិញ្ចឹមបានគ្នាគិតថានឹងថែមរោងបន្លែខ្លះផងក្រោយពីនិយាយរួចពួកយើងក៏រៀបគម្រោងហើយក៏គិតថានឹងចាប់ផ្ដើមវានៅថ្ងៃស្អែកស្រមោលពន្លឺពណ៌មាសជះចាំងតិចតិចទៅលើភ្នំរុក្ខជាតិតាមដងវិថីហាក់រស់រវើកនៅពេលខ្យល់ព្រលឹមបក់មកប៉ះរសៀករសៀកយល់យកខ្លួនជំរុះនៅទឹកសន្សើមតាមស្លឹកដែលខំទប់ខ្លួនកុំឲ្យធ្លាក់ចុះមកដីមន់រងាវហមនឹងសំឡេងរៃ
ឲ្យរញ៉ៃថ្លង់សឹងតែយកឈើមករកត្រចៀកតែយ៉ាងណាក៏មិនហ៊ានប្រថុយដែរវថ្លង់ទាំងក្មេងពិបាកតែខ្លួនឯងមើលសម្លឹងទៅក្រោយផ្ទះអាក្នាមកំពុងតែទាញខ្សែវាស់ដីថាត្រូវជីកត្រូវកាយទំហំប៉ុណ្ណាចំណែកឯអាសាយក៏កំពុងតែទៅមើលដីនៅមាត់អូរថាតើត្រង់ណាស្រួលកាត់ធ្វើកូនប្រឡាយបង្ហូរទឹកចូលស្រះខ្ញុំដើរចេញទៅក្រោយគេដោយមានទាំងយួរនៅចោបកាប់និងបង្គីទៅផងក្រោយពីពួកអស់លោកវាស់វែងហើយប្រតិបត្តិការកាប់គាស់គម្របដីខាងលើក៏បានផ្ដើមឡើងមួយព្រឹកទៅហើយជីកបានចម្រោយត្រឹមជង្គង់មួយបែកញើសចូលខ្នងខណៈនោះដែរលោកយាយក៏បានធ្វើដំណើរកាត់មកគាត់ក៏សួរនាំតាមលំនាំចាស់បុរាណដែលចូលចិត្តជួយធុរៈគ្នាពួកយើងក៏ប្រាប់គាត់តាមដំណើរយាយគាត់ក៏និយាយលើកទឹកចិត្តដោយឃើញពួកយើងឧស្សាហ៍ក្នុងការងារហើយគាត់ក៏បន្តទៅផ្ទះរបស់គាត់ទៅពួកយើងក៏នៅតែបន្តបដូរដៃគ្នាកាត់គាស់ជាដដែលមួយសន្ទុះធំមកខ្ញុំក៏បានសម្រាកបន្តិចនាមមាត់ទឹកក្បែរស្ពានតូចដៃក្បង់ទឹកលុបមុខបន្ថយនៅភាពនឿយហត់ក៏ប្រទះភ្នែកទៅឃើញភារីនាងកំពុងតែអើតពីគុម្ពការខាងក្រោយផ្ទះលោកយាយមកដោយមុខនៅតែប្រឡាក់ដដែលខ្ញុំលួចសើចក្នុងចិត្តនៅចង្រិតក្រមិចក្រមើមរបស់នាងហើយក៏ដើរចេញទៅបន្តការងារវិញទៅដោយឲ្យអាក្នាមនិងអាសាយទៅធ្វើម្ហូបនិងដាំបាយមេឃក៏កាន់តែក្តៅហាក់គ្មានប្រណីដល់ខ្ញុំសោះមើលចុះខ្លួនក្លិនសុទ្ធតែញើសទៅហើយពេលនោះដែរខ្នងរបស់ខ្ញុំហាក់ដូចជាមាននរណាកេះខ្ញុំបែរមកក៏ឃើញនៅភារីកំពុងតែញញឹមហុចទឹកមកឲ្យខ្ញុំនាងញញឹមស្រស់ទាស់តែខ្ជូងមិនព្រមជូតចេញខ្ញុំសងថ្លៃនំពូញពីម្សិលមិញនិយាយប៉ុណ្ណេះនាងក៏ដើរទៅលេងជាមួយកូនទន្សាយនាងបាត់ទៅធ្វើឲ្យខ្ញុំនេះវល់ក្នុងចិត្តតែឯងព្រោះមិនដែលបាននិយាយជាមួយនាងនោះទេតាំងពីមកដល់ទីនេះហើយក៏ជាលើកទី2ដែរដែលបានជួបនាងផ្ទាល់ខ្ញុំដាក់ចបចុះកាន់ទឹកយកទៅអង្គុយផឹកក្បែរនាងតែក៏មិនគៀកពេកដែរខ្ញុំខំរកនឹកពាក្យនិយាយព្រោះខ្លាចនាងរត់ទៀតឈប់ហៅខ្ញុំពូទៅបានទេស្រីសម្លឹងមុខខ្ញុំបន្តិចរួចក៏បែរទៅវិញពូចង់ឲ្យខ្ញុំហៅពូយ៉ាងម៉េចហៅបងមិនបានទេឬវាចាស់ខ្ញុំអស់ហើយនាងសើចហើយក៏បន្តពីពូគិតថាមុខពូឯងក្មេងមែនឮពាក្យនេះហើយខ្ញុំមានអារម្មណ៍ថាចុកនាងដៀលថាខ្ញុំមុខចាស់ប្រកបណាស់តាមមើលតែសម្ដីនាងដូចមិនមែនមានបញ្ហាសតិអារម្មណ៍អ្វីនោះទេគ្រាន់តែនាងខ្លាចនៅការបង្ហាញខ្លួនជានាងហើយក៏មិនចង់មានមិត្តស្និទ្ធស្នាលច្រើនទើបបង្ខំចិត្តសម្ដែងធ្វើឈ្មោះធ្វើជាបែបនេះហៅពូក៏ពូទៅតែពូសុំហៅនាងថាមីងវិញណានាងមកសម្លាប់ខ្ញុំយ៉ាងយូររហូតតតែខ្ញុំនិយាយទេពូនិយាយលេងទេនាងដាក់ទឹកមុខចុះវិញនិយាយទាំងកំបុតហៅបងក៏បានតែបងឈ្មោះអ្វីដែរបងឈ្មោះភារិតចុះបងឈ្មោះអ្វីខ្ញុំសួរធ្វើកលហាក់ដូចជាមិនស្គាល់ឈ្មោះនេះចាខ្ញុំឈ្មោះភារី